សូមរីលែកមួយថ្ងៃទៀតដែរបងអូនតែការប៉ັດមិនមែនរីលែកដើម្បីខ្លួនឯងទេណាគឺដើម្បីកូនជាទីស្រឡាញ់របស់នាងខ្ញុំនឹងតែម្ដងចាឥឡូវនេះពួកគាត់កំពុងតែងូតទឹកនៅខាងលើមានអាហារទឹកចឹងចឹងពួកគាត់ជួយចិត្តហែទឹកចឹងហើយថ្ងៃនេះនិយាយទៅជាថ្ងៃជប់សម្រាប់ពីការសិក្សាអញ្ចឹងទៅនាងខ្ញុំក៏បាននាំពួកគាត់មករំហាយកាយចានិយាយរួមទៅគឺសម្រាប់ខ្ញុំបងប្អូនអ្នកខ្លះគាត់ជាសួរថាចិញ្ចឹមកូនធ្វើមិនបានល្អធ្វើមិនបានកូនខ្ញុំរៀនបកែរៀនឆ្លាតអីចឹងណានិយាយទៅខ្ញុំអត់មិនមែនជឿជាក់ខ្លាំងថាអូខ្ញុំចិញ្ចឹមកូនបានល្អកូនខ្ញុំពិតជាកូនល្អមែនរៀនបកែរៀនខ្លាំងអីលើសគេអីគឺអត់ទេប៉ុន្តែរាល់ថ្ងៃនេះតាមដែលភាពជាក់ស្ដែងនៅពេលដែលទៅណាមកណាមិនថាបងប្អូនឬមួយក៏អ្នកដទៃទេដែលគាត់ឃើញកូនរបស់ខ្ញុំគាត់តែងតែសរសើរថាកូនចរិតល្អអត់សូវញញ៉ៃអត់ឆ្វេងឆ្វាយអីចឹងសភាពរៀបសារឲ្យចេះដឹងខុសត្រូវអីចឹងណាហើយមួយទៀតនឹងការសិក្សារបស់កូនខ្ញុំគឺពួកគាត់តែងតែទទួលបានលទ្ធផលល្អមែនចានិទេស A និទេស B អីអស់ច្រើនហើយជារៀងរាល់ខែជារៀងរាល់ឆ្នាំអញ្ចឹងទៅធ្វើឲ្យពុកម៉ែបងប្អូនមិត្តភ័ក្តិអីផ្សេងទៀតគាត់តែងតែឃើញនៅលទ្ធផលការសិក្សារបស់កូនខ្ញុំហើយគាត់តែងតែសរសើរហើយនឹងឆ្ងល់ផងដែរក៏មានអ្នកខ្លះគាត់ឆាតសួរថាចិញ្ចឹមកូនបែបណាទៅឲ្យកូនល្អអញ្ចឹងចិញ្ចឹមកូនបែបណាទៅឲ្យកូនគាត់រៀនបកាយអញ្ចឹងអីចឹងបងប្អូនចាខ្ញុំក៏មិនមែនអួតខ្លួនឯងថាខ្ញុំធ្វើបានល្អជាម៉ាក់ដ៏ល្អហើយអាចបរៀនកូនឲ្យបានល្អឥតខ្ចោះអីនោះក៏ខ្ញុំមិនហ៊ានថាដែរបងប្អូនចាប៉ុន្តែគ្រាន់ថ្ងៃនេះគឺខ្ញុំចង់ចែករំលែកខ្លះនៅទម្លាប់របស់ខ្ញុំក៏ដូចជាបទពិសោធន៍ដែលខ្ញុំចិញ្ចឹមកូនតាំងពីដើមមករហូតដល់ពេលនេះហើយក៏លទ្ធផលខ្ញុំទទួលបានពីពុកម៉ែបងប្អូនដែលគាត់សរសើរហ្នឹងក៏យើងអសប្បាយចិត្តដែរដែលកូនគាត់ទទួលបានលទ្ធផលបែបហ្នឹងអញ្ចឹងណាបងប្អូនហ្នឹងហើយចាអញ្ចឹងទី1គឺខ្ញុំផ្ដល់ទឹកចិត្តនិងលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាមានពេលវេលាសម្រាប់កូនចាមានពេលវេលារបស់យើងដែលយើងម្នាក់ថាំងមួយថ្ងៃរវល់ណាស់រស់ស៊ីធ្វើការអ្នកខ្លះក៏ធ្វើការអ្នកខ្លះក៏លក់ដូររស់ស៊ីពិតជារវល់មែនខ្ញុំជឿជាក់ថាពិតជារវល់ព្រោះខ្ញុំក៏រវល់ដែរតែខ្ញុំឆ្លៀតពេលដើម្បីពួកគាត់ពីព្រោះខ្ញុំគិតថាវ័យកុមារភាពរបស់ពួកគាត់គឺជាវ័យដែលគាត់អាចនៅជាមួយយើងបានតែបើសិនជាយើងអត់ចំណាយពេលនៅមួយគាត់ទេអត់ចំណាយពេលឲ្យគាត់ទេទៀតទៅយើងនឹងស្ដាយក្រោយពីព្រោះនៅពេលដែលកូនធំកូនចាប់ពីចូលអនុវិទ្យាល័យអីទៅអាយុ10 15 16អីទៅឬអ្នកខ្លះត្រឹម13 14ហ្នឹងគាត់ចាប់ផ្ដើមឆ្ងាយពីឪពុកម្ដាយហើយចាអញ្ចឹងនៅពេលដែលគាត់ចូលវ័យអនុវិទ្យាល័យទៅគាត់នឹងអស់ពេលនៅជាមួយយើងហើយគាត់ចាប់ផ្ដើមមានមិត្តភ័ក្តិគាត់ចាប់ផ្ដើមចេញទៅក្រៅច្រើនគាត់ចាប់ផ្ដើមស្គាល់សង្គមខាងក្រៅហើយនឹងភាពតាក់ទាញអីផ្សេងទៀតនៅខាងក្រៅអញ្ចឹងអាចតាក់ទាញឲ្យគាត់កាន់តែលេងចង់នៅផ្ទះលេងចង់ជប់មានទំនាក់ទំនងល្អជាមួយនៅឪពុកម្ដាយអញ្ចឹងដល់ពេលនោះយើងនឹងស្ដាយក្រោយអញ្ចឹងបើសិនជាបងប្អូនមិនចង់ឲ្យស្ដាយក្រោយនៅពេលខាងមុខថាអូហេតុអីកូនមិនចង់នៅមួយខ្ញុំអញ្ចឹងហេតុអីក៏អត់មានពេលនៅមួយកូនហេតុអីក៏អត់មានភាពស្និទ្ធស្នាលអីជាមួយកូនណាអ្នកទាំងអស់គ្នាកុំបន្ទោសកូនគឺអីដោយសារយើងពេលដែលគាត់នៅក្មេងយើងអត់បានចំណាយពេលឲ្យគាត់ចាយើងអត់មានភាពស្និទ្ធស្នាលអត់មានពេលបណ្ដោះបណ្ដាលនៅភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ជាមួយគាត់អញ្ចឹងធ្វើឲ្យគាត់អត់មានមនោសញ្ចេតនាអីច្រើនជាមួយយើងទេអញ្ចឹងបងប្អូនកុំឲ្យស្ដាយពេលវេលាយើងត្រូវតែផ្ដល់ពេលវេលាឲ្យពួកគាត់ក្នុងអំឡុងពេលដែលពួកគាត់អាចនៅជាមួយយើងបានចាគាត់ពេលនេះគាត់នៅទូចអញ្ចឹងគាត់មានពេលនៅមួយយើងច្រើនយើងត្រូវចំណាយពេលរបស់យើងឲ្យគាត់កុំឲ្យនៅពេលដែលគាត់អស់ពេលឲ្យយើងហើយយើងចង់ទៅមានពេលមួយគាត់វិញគឺអត់អាចទេណាបងប្អូនតាមមើលតាមមនុស្សចាស់ទៅកូនជួនកាលមួយឆ្នាំបានមកលេងឪពុកម្ដាយម្ដងឬក៏មួយឆ្នាំបាន2 ដង 3 ដងហ្នឹងគឺអស់ហើយទាំងយើងទាំងគេចាទាំងខ្ញុំក៏ដូចគ្នាដែរតោះតែមានបុណ្យទានអីបានទៅលេងស្រុកទៅលេងឪពុកម្ដាយអត់មានពេលនៅមួយគាត់រាល់ថ្ងៃទេអញ្ចឹងណាអញ្ចឹងយើងគិតត្រឡប់មកវិញថាកូនយើងក៏ដូចគ្នានៅពេលដែលកូនយើងធំទៅមានក្រុមគ្រួសាររៀងខ្លួនទៅគឺគាត់លេងមានពេលនៅមួយយើងហើយអញ្ចឹងពេលនេះគឺជាពេលដែលយើងសាងអនុស្សាវរីយ៍ល្អៗមួយគាត់បានច្រើនផ្ដល់ក្តីស្រឡាញ់ល្អបានច្រើនចាអញ្ចឹងទី1យើងផ្ដល់ពេលវេលាគាត់ទៅបើយើងមិនបានជូនគាត់ដើរកំសាន្តក៏ដោយនៅផ្ទះហ្នឹងឆ្លៀតពេលអានសភៅជាមួយគាត់លេងឬក៏និទានរឿងគាត់ស្ដាប់ឬក៏យើងទៅជែកគ្នាពីនេះពីនោះបូកផ្សំជាមួយនឹងការដែលយើងព្រៀងប្រដៅគាត់ផងចាយើងនិយាយលេងមួយគាត់ផងយើងបញ្ចូលនៅការព្រៀងប្រដៅដល់គាត់ផងអញ្ចឹងណាបងប្អូនហ្នឹងហើយមើលទូរទស្សន៍ជាមួយគ្នាចាមិនចាំបាច់ថាតែមើលដល់រោងកុនទេសូម្បីនៅផ្ទះយើងមើលទូរទស្សន៍បែបកំសាន្តជាមួយនឹងកូនសើចសប្បាយមួយកូនក៏ជាពេលវេលាល្អមួយដែរចានិយាយគ្នាលេងនេះលេងនោះលេងលបែងលបជាប្រៃផ្សេងដែលយើងអាចលេងបានជាមួយគាត់នៅផ្ទះអីចឹងណាហ្នឹងហើយយើងផ្ដល់ពេលយុវវ័យដល់គាត់ទៅគាត់មានភាពកក់ក្ដៅជាមួយយើងហើយគាត់ស្ដាប់យើងហើយខ្ញុំចូលចិត្តនិយាយហើយខ្ញុំចូលចិត្តព្រីបដៅគាត់ផងដែរចានិយាយរួមបងប្អូនសម្រាប់អ្នកដតីខ្ញុំអត់ដឹងមិនតែសម្រាប់ខ្ញុំណានិយាយមែនខ្ញុំគឺខ្ញុំបដៅគាត់សឹងរាល់ថ្ងៃប៉ុន្តែយើងមិនមែនលក្ខណៈបដៅបខំវាយអីគាត់ទេគឺយើងនិយាយលេងមួយគាត់ផងបដៅគាត់ផងយើងលើកឧទាហរណ៍ឲ្យគាត់ស្ដាប់ផងនិយាយរួមទៅគឺរាល់ថ្ងៃក្នុងការរស់នៅរបស់ខ្ញុំគឺខ្ញុំតែងតែព្រៀងបដៅគាត់ជាប្រចាំតែម្ដងប្រាប់ពីអ្វីដែលល្អអ្វីដែលគាត់ត្រូវធ្វើគ្រប់យ៉ាងទាំងអស់បងប្អូនពី A ដល់ Z គឺខ្ញុំនិយាយរាល់ថ្ងៃចាគាត់ស្ដាប់ចូលប៉ុណ្ណាខ្ញុំមិនដឹងតែខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំនិយាយទៅក៏គាត់អាចជ្រាបចូលក្នុងការគិតរបស់គាត់បានខ្លះដែរចាហើយការសិក្សាក៏ដូចគ្នាយើងត្រូវតែតាមដានគាត់យើងចង់គាត់រៀនបកាយយើងត្រូវតាមដានការសិក្សាគាត់យើងមិនមែនបដៅឲ្យគាត់ទៅរៀនហើយអត់ខ្វល់ពីគាត់ទេរកសាលារៀនល្អ
មើលថាសាលាហ្នឹងពិតជាល្អមែនអត់មិនមែនសាលាថ្លៃក៏ថាល្អទេចាតែយើងមើលថាសាលាហ្នឹងពិតជាល្អមែនអត់គ្រូគេមិនដែរការសិក្សាមិនដែរចាការអប់រំកូនរបស់យើងមិនដែរហើយនៅផ្ទះគឺទូទីរបស់យើងមើលគាត់មាន homework ឬអត់ធ្វើ homework នៅអានមេរៀនរំលឹកមេរៀនសូត្រមេលេខបន្ថែមអានសភៅបន្ថែមទិញសភៅឲ្យគាត់មើលខ្ញុំសភៅច្រើនខ្លាំងណាស់ទាំងខ្ញុំមានសពគ្រប់បែបយ៉ាងសភៅរឿងនិទានសភៅពីជីវិតសភៅស្អីអូច្រើនណាស់និយាយរួមច្រើនខ្ញុំចេះតែទិញឲ្យគាត់ទៅទោះជាគាត់មិនមើលឬក៏មើលក៏ខ្ញុំជួយចិត្តទិញឲ្យគាត់ដែរដើម្បីឲ្យពេលណាដែលគាត់ទៅនេះយើងចេះតែបខំគាត់ខ្លះទៅលើកទឹកចិត្តគាត់ខ្លះទៅដើម្បីឲ្យគាត់បានអានសភៅអញ្ចឹងណាបងប្អូនចាអញ្ចឹង check ការសិក្សាគាត់ជាប្រចាំពេលបាននិទេសល្អមកយើងទៅសារគាត់លើកទឹកចិត្តគាត់អូកូនឯងរៀនបកាយខែនេះបានលេខ1ឯងម៉ាក់ជូនទៅនេះជូនទៅនោះកូនចង់ទៅលេងតាណាកូនចង់ទៅញ៉ាំអីគឺខ្ញុំតែងតែបំពេញនៅតម្រូវការរបស់គាត់ចាដូចគាត់ចិត្តហែទឹកអញ្ចឹងខ្ញុំជូនគាត់មកហែទឹកដោយសារអីអ្នកនរគ្នាទី1ថ្ងៃជប់សម្រាប់ទី2គឺគាត់បាននិទេសល្អទៀតហើយចាគឺបានលេខ1ទាំង2នាក់ទាំងកូនទាំង2ហ្នឹងហ្មងគាត់ថាកូនប្រុសគាត់បាននិទេស A កូនស្រីគាត់បាននិទេស B ប៉ុន្តែក្នុងលំដាប់ថ្នាក់លេខ1ដូចគ្នាចាអញ្ចឹងខ្ញុំលើកទឹកចិត្តរបស់គាត់គឺខ្ញុំនាំគាត់មកដើរលេងកម្សាន្តអញ្ចឹងទៅអញ្ចឹងនេះហើយជាការលើកទឹកចិត្តដើម្បីគាត់ខំប្រឹងរៀនបន្ថែមទៀតចាគាត់ចង់ញ៉ាំអីខ្ញុំជូនគាត់ទៅញ៉ាំហ្នឹងគាត់ចង់ទៅលេងតាណាគឺខ្ញុំជូនគាត់ទៅហ្នឹងនេះជាការលើកទឹកចិត្តដោះដូរជាមួយនឹងការខំរៀនរបស់គាត់អញ្ចឹងយើងត្រូវតែប្រាប់គាត់ថាកូនត្រូវខំរៀនកូនបាននិទេសល្អកូនចង់បានអីមកឲ្យកូនតាមអ្វីដែលមកឲ្យបានហើយនឹងអ្វីដែលមកគាត់ថាគួរឲ្យបើទាប្រេះផ្ដាស់ទារបស់ដែលមិនសំណំទិញដែលមិនត្រូវការចាំបាច់ក៏ខ្ញុំមិនឲ្យគាត់ដែរអានេះក៏មិនតាមចិត្តគាត់ 100% ដែរណាចាគឺយើងឲ្យនៅអ្វីដែលយើងគិតថាអូខេអាចឲ្យគាត់បានហើយនឹងស័ក្តិសមនឹងឲ្យគាត់ទៅខ្ញុំឲ្យគាត់ចាអញ្ចឹងគឺមិនអាចទាទិញអីប្រេះផ្ដាស់ទេចំណុចនេះក៏គេទៅសារដែរថាកូនខ្ញុំអត់ចេះទាទិញអីប្រេះផ្ដាស់ញ៉ៃចាខ្ញុំថាទិញគឺទិញខ្ញុំថាអត់គឺអត់នឹងដោយសារតែយើងមានវិន័យជាមួយគាត់ចាអញ្ចឹងអានេះគឺជាវគ្គទី1សិនណាបងប្អូនចាំបន្តទៅEP2 ដោយសារតែកុំឲ្យវីដេអូនឹងវែងពេកអញ្ចឹងបើសិនជាបងប្អូនពេញចិត្តជាមួយនឹងវីដេអូការចែករំលែកពីការអប់រំកូនអីផ្សេងៗអាច comment បានអាចសួរបានបើខ្ញុំអាចចែករំលែកបានខ្ញុំនឹងចែកជាបន្តទៀតសូមអរគុណ